ស្ត្រីជនជាតិខ្មែរមួយនាក់ស្លាប់នៅខុនដូ Star Base ជាន់ទី13បន្ទប់លេខ1316ស្ថិតនៅក្នុងសង្កាត់លេខ3ក្រុងនិងខេត្តព្រះសីហនុនៅថ្ងៃទី12ខែឧសភាឆ្នាំ2025នេះវេលាម៉ោង 15:40 នាទីផ្នែកពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការនគរបាលក្រុងនិងខេត្តព្រះសីហនុបានចូលរួមជាមួយនឹងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្របានចុះពិនិត្យសាកសពស្ត្រីជនជាតិខ្មែរមួយនាក់ស្លាប់នៅខុនដូ Star Base ជាន់ទី13បន្ទប់លេខ1316ស្ថិតនៅក្រុមទី14ភូមិ1សង្កាត់3ក្រុងនិងខេត្តព្រះសីហនុអំពីអត្តសញ្ញាណសាកសពឈ្មោះច័ន្ទសារ៉ាន់ភេទស្រីអាយុ26ឆ្នាំស្ថានភាពទូទៅនៅកន្លែងកើតហេតុសាកសពស្ថិតនៅលើគ្រែពូកសពអៀងទៅខាងឆ្វេងសពបែរទៅទិសខាងលិចសពពាក់អាវជឿតវាក្លៀកពណ៌ត្នោតស្លៀកខោជើងវែងការ៉ូពណ៌សលាយខ្មៅដៃទាំងពីរដាក់ក្រោមទ្រូងជើងទាំងពីរសណ្ដូកស្របតាមដងខ្លួនតាមការពិនិត្យស្លាកស្នាមសាកសពមានសភាពរឹងមាត់បិទភ្នែកក្រចកដៃជើងឡើងពណ៌ស្វាយហូរឈាមតាមដំណេកនៃសពជំនាញបានពិនិត្យសពសារពាង្គកាយពុំមានស្លាកស្នាមអ្វីលើសពីនេះទៀតឡើយយោងតាមការស៊ូបំភ្លឺមិត្តភ័ក្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅថ្ងៃទី9ខែឧសភាឆ្នាំ2025ស្ត្រីរងគ្រោះបានឆាតតាម Telegram ហៅមិត្តភ័ក្តិរបស់គាត់ឲ្យមកបន្ទប់ខុនដូដែលគាត់បានជួលខុនដូ Star Bay បន្ទប់លេខ1316ជាន់ទី13ស្ថិតនៅក្រុមទី14ភូមិ1សង្កាត់3ក្រុងនិងខេត្តព្រះសីហនុដើម្បីផឹកស្រាសប្បាយជុំគ្នាហើយមិត្តភ័ក្តិរបស់គាត់ក៏បានសម្រាកនៅបន្ទប់ជួលស្ត្រីរងគ្រោះនោះមួយយប់ផងដែរលុះដល់ថ្ងៃទី10ខែឧសភាឆ្នាំ2025មិត្តភ័ក្តិស្ត្រីរងគ្រោះក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញនៅថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង 22:00 នាទីមិត្តភ័ក្តិស្ត្រីរងគ្រោះឃើញស្ត្រីរងគ្រោះផុសរូបនៅក្នុង Facebook ដោយមានថតជាប់ដបថ្នាំភ្លាមនោះគាត់ក៏បានទូរស័ព្ទទៅស្ត្រីរងគ្រោះតែមិនមានអ្នកទទួលរហូតដល់ថ្ងៃទី12ខែឧសភាឆ្នាំ2025វេលាម៉ោង 13:30 នាទីមិត្តភ័ក្តិស្ត្រីរងគ្រោះក៏បានឡើងទៅគោះទ្វារបន្ទប់ស្ត្រីរងគ្រោះក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅលើគ្រែហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអំពីរឿងហេតុនេះតែម្ដងយោងតាមការសួរបំភ្លឺមិត្តភ័ក្តិស្ត្រីរងគ្រោះនិងយោងតាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការនគរបាលក្រុងព្រះសីហនុយោងតាមការពិនិត្យកន្លែងកើតហេតុនិងសាកសពរបស់ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រយើងអាចសន្និដ្ឋានបានថាការស្លាប់របស់ស្ត្រីរងគ្រោះបណ្ដាលមកពីការលេបថ្នាំសម្រាប់ខ្លួនធ្វើអត្តឃាតបច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនឈ្មោះវ៉ាន់ស៊ីទៀងភេទស្រីជនជាតិខ្មែរអាយុ49ឆ្នាំត្រូវជាម្ដាយមិញរបស់សពដើម្បីទទួលយកសពយកទៅធ្វើបុណ្យតាមប្រពៃណីសាសនារបស់ខ្លួននៅឯខេត្តព្រៃវែង